ចៅលួចត្រឡប់មកផ្ទះវិញលេខ11ប្រាំងវិស្ណុមុនអង្គរកម្ររកបាននៅចម្លាក់ថ្មដ៏ធំពីសតវត្សទី7ក្នុងស្ថានភាពដ៏អស្ចារ្យស្ទើរតែល្អឥតខ្ចោះដូចរូបចម្លាក់ព្រះវិស្ណុដែលឈរដល់សេរីនេះដែលត្រូវបានថតនៅក្នុងផ្ទះល្វែងរបស់ Douglas Latchford ក្នុងទីក្រុងឡុងក្នុងឆ្នាំ2014ហើយទីបំផុតបានមកដល់ប្រទេសកម្ពុជាវិញកាលពីសប្តាហ៍មុនដើម្បីយកវាចេញពីប្រាសាទដើមរបស់វាដឹកជញ្ជូនវាឆ្លងកាត់ព្រំដែនប្រទេសដែលទំនងបំផុតទៅកាន់ទីក្រុងបាងកកហើយបន្ទាប់មកបញ្ជូនវាទៅជុំវិញពិភពលោកដើម្បីបញ្ចប់ការប្រមូលឯកជននៅទីក្រុងឡុងយកបណ្ដាញរថពន្ធសម្ងាត់ដ៏សំខាន់នៃសមាមាគយ៉ាងច្រើននោះហើយជាអ្វីដែល Latchford អាចរៀបចំបានចាប់តាំងពីការតស៊ូដំបូងរបស់គាត់ក្នុងការចាប់យកសិល្បៈខ្មែរទាំងអស់ដែលគាត់អាចដាក់ដៃរបស់គាត់នៅក្នុងទសវត្សរ៍ឆ្នាំ1960រហូតដល់គាត់បានទទួលមរណភាពនៅឆ្នាំ2020ដោយដែលការអនុវត្តច្បាប់កំពុងតាមទាន់សកម្មភាពទុច្ចរិតរបស់គាត់ពេញមួយទសវត្សរ៍នោះគាត់បាននាំចេញរូបចម្លាក់ថ្មនិងសម្រិតរាប់ពាន់នៅជុំវិញពិភពលោកទៅកាន់សារមន្ទីរអ្នកប្រមូលឯកជននៅផ្ទះដេញថាលីខណៈពេលដែលគាត់លាក់បាំងថាជាអ្នកប្រមូលអ្នកប្រាជ្ញដ៏គួរឲ្យគោរពដោយរក្សានូវស្នាដៃសិល្បៈដែលមានគុណភាពល្អបំផុតមួយចំនួនសម្រាប់ខ្លួនឯងនៅក្នុងផ្ទះរបស់គាត់នៅទីក្រុងឡុងនិងបាងកកនៅពេលទទួលមរណភាពកូនស្រីរបស់គាត់ឈ្មោះ Julia Copleston បានសន្យាថានឹងប្រគល់វត្ថុបុរាណខ្មែរផ្ទាល់ខ្លួនរបស់គាត់មកកម្ពុជាវិញមានរូបចម្លាក់ថ្មមួយក្តាប់តូចនិងឃ្លាំងគ្រឿងអលង្ការមាសមួយចំនួនធំជាបន្តបន្ទាប់មកនៅឆ្នាំ2021និង2023រៀងៗខ្លួនការដឹកជញ្ជូនកាលពីសប្តាហ៍មុននៃវត្ថុចំនួន74ដែលមានទំហំខុសៗគ្នាក្នុងថ្មនិងលឹងមាននាំមកនូវការសន្និដ្ឋានអំពីការធ្វើមត្តភូមិនិវត្តនៃការប្រមូលផ្ទាល់ខ្លួនលោក Latchford មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងព្រះវិស្ណុបុរីអង្គរនេះដែលគាត់បានបោះពុម្ពវានៅក្នុងសៀវភៅសិក្សាដំបូងរបស់គាត់គឺ The 2004 Adoration and Glory ដែលគាត់បានសរសេរជាមួយនឹងក្រុម Emma Bunker នៅក្នុងនោះលោកបានពណ៌នាអំពីចម្លាក់នេះថាបានមកពីតំបន់ដីសណ្ដាលទន្លេមេគង្គអ្វីត្បិតតែវាមានរូបរាងស្រដៀងនឹងរូបបដិមាសតវត្សទី7ស្រដៀងនឹងប្រាសាទសម្បូរព្រៃគុកភ្នំដានិងក្នុងខេត្តស្ទឹងត្រែងក្តោយដើម្បីបង្កើនភាពស្រស់ស្អាតនៃរូបចម្លាក់ថ្មរបស់គាត់តែងតែបន្ថែមវត្ថុមួយចំនួនពីការប្រមូលមាសនិងប្រាក់របស់គាត់ហើយព្រះវិស្ណុនេះក៏មិនមានករណីលើកលែងដែរបើមានខ្សែសង្វាក់មាសវែងសម្រាប់តុបតែងនេះជារបៀបដែល Latchford បានពណ៌នាអំពីព្រះវិស្ណុក្នុងការគោរពបូជានឹងសេរីលោករូបភាពសាច់ដុំរបស់ព្រះវិស្ណុនេះត្រូវបានបង្ហាញថាឈរត្រង់ជើងលើមូលដ្ឋានចតុកោណរូបនេះត្រូវបានឆ្លាក់ជារង្វង់ជាមួយនឹងផ្នែកខាងក្រោយដោយនឹងផ្នែកខាងមុខរូបនេះស្លៀកពាក់មួកគុតខ្ពស់និងសម្ពោធលែងជាប់ចង្អេងដែលបង្ហាញអំពីកាយមហារិកនិងសាច់ដុំនៅខាងលើព្រះវិស្ណុត្រូវបានបង្ហាញដោយមានដៃ4ដែលជាលក្ខណៈពិសេសរបស់ទ្រង់កាន់នៅក្នុងដៃនីមួយៗដៃឆ្វេងខាងក្រោមដាក់នៅលើដើមដឺតនិងដៃឆ្វេងខាងលើកាន់ត្រៃស័ង្ខនៅចុងវែងជាងសម្ពោធខើសារៈសំខាន់ណាស់ក្នុងពិធីសាសហិណ្ឌូនិងពុទ្ធសាសនាហើយការផ្លុងស័ង្ខគេជឿថាដើម្បីបំផ្លាញស្ពីរិតអាក្រក់ដៃស្ដាំខាងលើកាន់ចក្រាដែលជាអាវុធកមាប់ដួងព្រាងខ្លាំងដែលមានកំណត់ជាកម្មសិទ្ធិព្រះប្រវត្តិនៃការប្រយោជន៍របស់ព្រះវិស្ណុនៅក្នុងសម័យកុសាននៅប្រទេសឥណ្ឌាដៃស្ដាំខាងក្រោមកាន់វត្ថុមួលដែលបានដន្ទីការជាការយល់ឃើញច្រើនយ៉ាងវាត្រូវបាននិយាយថាជាបាល់ឬផែនដីតំណាងឲ្យផែនដីដែលមានការសង្ស័យដោយសារតែផែនដីត្រូវបានច្រឡំថាជារាធៀបនៃសតវត្សទី7ស្ទុយទៅវិញវាមានទំនួងថាគុណលើកអនៈដែលចង់បានគឺជាផ្កាឈូកដែលផាបប្ដូរទៅជាអត្តលក្ខណ៍ពេលប៉ុណ្ណោះធ្វើឲ្យមិនអាចសម្គាល់បានឡើយចម្លាក់ខ្មែរសម័យដើមត្រូវបានឆ្លាក់ជារង្វង់និងជាទំហំធំจิกដូច្នេះហើយជាងសិល្បៈបានគិតការជោគជ្រែងដោយពិសេសអំពីរបៀបដែលមិនរំខានដើម្បីគ្រប់គ្រងនិងរក្សាលំនឹងនៅផ្នែកផ្សេងៗបន្ថែមទៀតនៅទីនេះកំណៅដើមដឺតនៅក្រោមដៃឆ្វេងខាងក្រោមនិងចសូវជួឈើដៃស្ដាំខាងក្រោមត្រូវបានរូបរាងដើម្បីបង្កើនការគ្រប់គ្រងនៃរូបចម្លាក់សម្ពោធកំណាព្យស្ដាំខាងមុខវែងនៃសម្ពោធប្រវែងកជើងបានបន្តនៅការគ្រប់គ្រងបន្ថែមទៀតជាពិសេសនៅកជើងហើយខ្សែជាគួននៃដៃអវត្តខាងលើត្រូវបានភ្ជាប់ទៅនឹងខ្សែចំណឹងនៅខៀវក្បាលទ្រុងរូបរាងរបៀបនៃការគ្រប់គ្រងនេះបានបន្តនៅក្នុងប្រើប្រាស់ក្នុងសតវត្សទី7និងរហូតដល់ដើមសតវត្សទី8នៅចុងសតវត្សទី8ខ្សែចំណឹងជាគួនភ្ជាប់នៅដៃអវត្ត7ខាងលើនិងខ្ចាំងកំណាត់ខាងកណ្ដាលបាត់ម៉ោតហើយរូបចម្លាក់នេះវាខ្សែជាហៅនៅពីណោះទៀតដែលបង្ហាញនៅពីក្រោមសៀសារបស់ព្រះវិស្ណុមុននឹងរូបចម្លាក់ដៃអវត្តកាន់ការប្រស័យដែលជាលក្ខណៈពិសេសយ៉ាងណាដែលចម្លាក់គុណភាពថ្មកញ្ជួយសតវត្សទី7នៅសារមន្ទីរជាតិនៅរាជធានីភ្នំពេញពាក់សម្ពោធថ្មអនឡាញហើយក៏មិនមានសក្កនុដែលបង្ហាញចេញពីក្រមអវត្តនេះដែរដកស្រង់ចេញពីការគោរពនិងសេរីលោក